ជំរាបសួរពុកម៉ែបងប្អូនបាទសម្រាប់បងប្អូនដែលមានបញ្ហាដូចជាក្នុងបន្ទប់មានសង្កេតណានៅលើពូកតាមក្រែហ្នឹងតាមជញ្ជាំងមានសង្កេតខំណាគេមិនបានបាទថ្ងៃនេះខ្ញុំសូមណែនាំថ្នាំមួយប្រភេទជាប្រភេទថ្នាំម្សៅណាប្រើសម្រាប់រោយតាមធ្នេរពូកចាក់តាមពីក្រោមពូកហ្នឹងដើម្បីសម្លាប់សត្វសង្កេតហើយនេះគេពិសោធន៍ជាមួយនឹងសត្វសង្កេតដោយចាប់សត្វសង្កេតមកពីក្បាលហើយចាក់ម្សៅចូលបាទចាក់ម្សៅចូលឲ្យវាពីលើណាហើយទុកចោលប្រហែលជា10នាទីក្រោយគឺវាងាប់បាទព្រោះអីប្រភេទថ្នាំនេះវាជាចំណីសត្វសង្កេតផងហើយនៅពេលដែលវាសំបីតែវាពីលើម្សៅហ្នឹងក៏វាពុលងាប់ដែរណាបាទអញ្ចឹងថ្នាំនេះមានសុវត្ថិភាពសម្រាប់មនុស្សណាបាទតែបើសត្វសង្កេតគឺយើងប្រើសម្រាប់សម្លាប់ណាសំបីតពងកូនវាក៏ខាតដែរអញ្ចឹងថ្នាំនេះប្រសិទ្ធភាពខ្ពស់ណាប្រើការពារបានមួយឆ្នាំបាទយើងងាយស្រួលប្រើគ្រាន់តែចាក់រយដូចក្នុងវីដេអូហ្នឹងបាទតាមធ្នេរណាតាមកែមពូកណាពីក្រោមបាទក្រោមពូករើពូកទៅរយណាបាទតាមកឡុកកលៀតអញ្ចឹងបាទតាមទ្វារឬក៏តាមដែលព្រីផ្លូវណាពូសកលយកចិត្តនៅបាទអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដាន